សូស្ដីអ្នកទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់ដំណាក់ជួបគ្នាសាជាថ្មីម្ដងទៀតខ្ញុំសូមថ្លែងអំណរគុណដល់ប្រិយមិត្តគ្រប់រូបដែលតែងតែឧស្សាហ៍ទស្សនានិងឧបត្ថម្ភ Channel តូចតាចរបស់ខ្ញុំជានិច្ចនៅក្នុងថ្ងៃនេះខ្ញុំមានរឿងថ្មីមួយមកចែករំលែកដល់អ្នករាល់គ្នាដែលមានចំណងជើងថាព្រាយចាំតាមផ្លូវជាការពិតណាស់រឿងនេះនិយាយអំពីប្តីប្រពន្ធមួយគូដែលទៅប្រៀបការបានត្រឹមតែ10ថ្ងៃតែប៉ុណ្ណោះក៏ជួបរឿងឧបទ្ទហេតុមួយដែលមិនគួរឲ្យជឿប៉ុន្តែមុនពេលដែលរៀបការពួកគាត់ត្រូវបានចាស់ទុំហាមឃាត់ជាដាច់ខាតពីព្រោះថ្ងៃខែឆ្នាំកំណត់របស់ពួកគាត់នោះគេហៅថាទេវតារស់នៅជាមួយយក្សស្រីនៅក្នុងន័យនេះបើពួកគាត់រៀបការរួចហើយនោះពួកគាត់នឹងប្រត់ប្រាស់គ្នាបើមិនប្តីស្លាប់ក៏ប្រពន្ធស្លាប់ដែរដូច្នេះហើយទើបឪពុកម្ដាយទាំងពីរមិនព្រមអនុញ្ញាតឲ្យពួកគាត់រៀបការឡើយទោះបីជាយ៉ាងណាក៏ដោយពួកគាត់បានជំនះរៀបការតតែបានមិនត្រឹមតែប៉ុណ្ណោះក្រោយរៀបការរួចពួកគាត់ត្រូវបានវិញ្ញាណតាមលោកបន្លាចទៀតផងប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដឹងទេថារឿងរ៉ាវព្រាយតាមផ្លូវនេះវារន្ធត់យ៉ាងណាសូមស្ដាប់លំអិតជាមួយ admin ទាំងអស់គ្នាដូចតទៅរឿងនេះបានកើតឡើងនៅខេត្តកំពង់ចាមកាលពីខែកុម្ភៈឆ្នាំ2023ជាក់ស្ដែងមានប្តីប្រពន្ធមួយគូដែលប្តីឈ្មោះថាទូចចំណែកឯប្រពន្ធវិញឈ្មោះថាម៉ាលីសពិសេសជាងនេះទៅទៀតនោះពួកគាត់ទាំងពីរនាក់គឺជាកម្មការនីធ្វើការនៅរោងចក្រកាត់ដេរមួយកន្លែងនៅក្នុងតំបន់ឧស្សាហកម្មខេត្តកណ្ដាលត្រង់នេះហើយដែលពួកគាត់បានស្គាល់គ្នាអស់រយៈពេល7ឆ្នាំមកហើយក៏ស្រឡាញ់គ្នាយ៉ាងខ្លាំងមួយវិញទៀតនោះនៅពេលដែលគាត់មានទំនាក់ទំនងជាមួយគ្នាជាង1ឆ្នាំនោះពួកគាត់បានមើលចិត្តមើលថ្លើមគ្នាហើយឃើញថាស្រឡាញ់គ្នាខ្លាំងណាស់ដូច្នេះហើយនាងម៉ាលីក៏ព្រមឲ្យពូទូចដែលជាសង្សាររបស់គាត់នោះនាំឪពុកម្ដាយរបស់គាត់មកចូលចែចូវតាមបែបប្រពៃណីនៅក្នុងខែមិនិនាឆ្នាំ2023ក្រុមគ្រួសាររបស់ពូទូចក៏បាននាំឪពុកម្ដាយរបស់គាត់ទៅសួរនាំអំពីឪពុកម្ដាយរបស់នាងម៉ាលីដើម្បីចូលចែចូវទៅតាមផ្លូវទៅតាមច្បាប់ប្រពៃណីខ្មែរជាសក្ខីភាពឪពុកម្ដាយរបស់នាងម៉ាលីព្រមអនុញ្ញាតផងដែរប៉ុន្តែរឿងមួយដែលគាត់មិនសប្បាយចិត្តនោះគឺថ្ងៃខែឆ្នាំកំណើតរបស់ពុទ្ធទូចនិងនាងម៉ាលីមិនត្រូវគ្នាតតែសោះពីព្រោះថាពងរបស់ពួកគាត់ត្រូវបានគេហៅថាទេវតានៅជាមួយនឹងយក្សប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាប្រហែលជាប្រិយមិត្តដឹងហើយថានៅពេលដែលប្រិយមិត្តស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រនោះហើយចង់រៀបការជាធម្មតាចាស់ទុំដូចជាឪពុកម្ដាយច្បាស់ណាស់ទៅរកថ្ងៃខែឆ្នាំកំណើតចង់ដឹងថាត្រូវគ្នាដែរឬទេហើយអាចរៀបការជាមួយគ្នាបានដែរឬអត់ជាផុសតាងថ្ងៃខែឆ្នាំកំណើតរបស់ម៉ាលីសនិងពូទូចនោះគឺមិនត្រូវបានអនុញ្ញាតឲ្យរៀបការជាមួយគ្នានោះទេព្រោះតែទេវតានៅជាមួយនឹងយក្សប្រសិនបើពួកគាត់នៅជាមួយគ្នានោះពួកគាត់នឹងប្រត់ប្រាស់គ្នាដោយម្ខាងស្លាប់ម្ខាងរស់ពលគឺបើមិនប្តីស្លាប់ក៏ប្រពន្ធស្លាប់ដែរលើសពីនេះទៅទៀតរឿងនេះនឹងកើតឡើងក្រោយពីពេលដែលពួកគាត់មានកូនម្នាក់ដូច្នេះទាំងនាងម៉ាលីសនិងពូទូចគឺមិនសប្បាយចិត្តតតែសោះប៉ុន្តែដោយការស្រឡាញ់គ្នាពួកគាត់បានជំនះចិត្តថាទោះបីជាយ៉ាងណាក៏ដោយក៏នឹងត្រូវរៀបការជាមួយគ្នាឲ្យតតែបានជាតលហីកនោះគាត់ថាថ្ងៃខែឆ្នាំកំណើតមិនមែនជាបញ្ហាអ្វីនោះឡើយទេគ្រាន់តែជាក្បួនច្បាប់គម្ពីរដែលចាស់បុរាណចែងមកតែប៉ុណ្ណោះនៅក្នុងករណីនេះអ្វីដែលសំខាន់ពួកគាត់អាចរស់នៅជាមួយគ្នាបានហើយមើលចិត្តគ្នាសម្របសម្រួលរស់នៅជាមួយគ្នាបានគ្រប់រឿងរ៉ាវទាំងអស់ប៉ុន្តែឪពុកម្ដាយរបស់នាងម៉ាលីនិងឪពុកម្ដាយរបស់ពូទូចនោះគឺមិនព្រមឲ្យរៀបការទេជាក់ស្ដែងជាពិសេសម្ដាយរបស់នាងម៉ាលីសតែម្ដងគាត់ថានេះជាកូនបង្កើតទៅតែរៀបការហើយបើសិនជាប្រត់ប្រាស់គ្នានោះតើឪពុកម្ដាយធ្វើយ៉ាងដូចម្ដេចទៅ
ដោយហេតុថាឪពុកម្ដាយទាំងសងខាងជឿយ៉ាងមុតមមទៅលើថ្ងៃខែឆ្នាំកំណត់និងជំនឿទាំងអស់នេះទោះបីជាយ៉ាងណាឪពុកម្ដាយមិនព្រមឲ្យរៀបការក៏ដោយនោះពួកគាត់ទាំងពីរនាក់នោះក៏បន្តទំនាក់ទំនងគ្នាស្រឡាញ់គ្នាដូចដើមផ្ទុយមកវិញឪពុកម្ដាយរបស់នាងម៉ាលីហាមដាច់ខាតមិនឲ្យរៀបការម្ល៉េះហើយពួកគាត់ក៏ត្រូវបង្ខំចិត្តទៅធ្វើការនៅរាជធានីភ្នំពេញក្រោយពីឪពុកម្ដាយហាមពួកគាត់ហើយនោះទីបំផុតនាងម៉ាលីនិងពូទូចក៏បានសម្រេចចិត្តរស់នៅជាមួយគ្នាជាប្តីប្រពន្ធទាំងដែលមិនទាន់បានរៀបការពួកគាត់រស់នៅជាមួយគ្នាជិត1ឆ្នាំនៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញឪពុកម្ដាយរបស់នាងម៉ាលីខឹងខ្លាំងណាស់ព្រោះកូនប្រព្រឹត្តខុសប្រពៃណីប៉ុន្តែមិនដែលនិយាយស្ដីរកកូនតតែសោះព្រោះតែកំហឹងរបស់គាត់ណាមួយគាត់គិតថាខ្លួនកូនគាត់ជាស្រីមកធ្វើទង្វើបែបនេះធ្វើឲ្យឪពុកម្ដាយរបស់គាត់ខ្មាស់គេយ៉ាងខ្លាំងនៅក្នុងថ្ងៃមួយរយៈពេលជិត1ឆ្នាំបន្ទាប់អំពីពួកគាត់បានរស់នៅជាមួយគ្នាហើយនោះនាងម៉ាលីក៏មានផ្ទៃពោះជាដំណក់ឈាមដំបងរបស់ពូទូចតួយ៉ាងដំណឹងនេះក៏បានលើកដល់ឪពុកម្ដាយរបស់នាងម៉ាលីម្ដាយរបស់នាងម៉ាលីមិនដឹងធ្វើយ៉ាងម៉េចដែរគាត់មានកូនស្រីតែ2នាក់ទេកូនស្រីច្បងបានរៀបការរួចទៅហើយនៅសល់តែនាងម៉ាលីដែលជាកូនពៅតែប៉ុណ្ណោះដោយសារការស្រឡាញ់កូននិងខ្លាចខ្មាស់គេផងនោះឪពុកម្ដាយរបស់នាងម៉ាលីនិងឪពុកម្ដាយរបស់ពូទូចនោះក៏រៀបចំពិធីមង្គលការជាបន្តយ៉ាងនេះហើយធ្វើឲ្យគាត់លែងខ្វល់ខ្វាយអំពីថ្ងៃខែឆ្នាំទៀតហើយគឺខ្វល់ខ្វាយធ្វើយ៉ាងណាឲ្យរៀបការបានឆាប់រឹតតែល្អជាបន្តបន្ទាប់គ្នាក្នុងរយៈពេលជិត1ខែពិធីមង្គលការត្រូវបានរៀបចំឡើងនៅភូមិព្រៃឈរឃុំព្រៃឈរស្រុកកំពង់សៀមខេត្តកំពង់ចាមក្រោយរៀបការរួចហើយនោះពូទូចត្រូវបាននៅផ្ទះនាងម៉ាលីមួយយប់រួចមកថ្ងៃទី2ទាំងពីរនាក់ធ្វើដំណើរទៅផ្ទះម្ដាយក្មេកគឺផ្ទះរបស់ពូទូចដែលស្ថិតនៅភូមិដូនទាវឃុំដូនទាវស្រុកអូរៀងធំខេត្តតាកែវជាទឹកតានផ្ទះរបស់ពូទូចឆ្ងាយណាស់ជិះម៉ូតូប្រហែលជា2ម៉ោងកន្លះដល់ពាក់កណ្ដាលផ្លូវឆ្ងាយពីផ្ទះនាងម៉ាលីប្រហែលជា10គីឡូម៉ែត្រមានអាសនៈលោកតាដំបងដែកមួយដែលសង់នៅកណ្ដាលផ្លូវស្រដៀងនឹងដើមឈើចាំស្នែដែលស្ថិតនៅខេត្តព្រះសីហនុត្រង់នេះហើយនាងម៉ាលីលើកដៃសំពះខ្សឹបសុំអាសនៈលោកតាដំបងដែកឲ្យតាមបែកបាច់ថែរក្សាឲ្យមានសុវត្ថិភាពផ្ទុយមកវិញពូទូចចំអកថានិយាយប្រាប់លោកតាធ្វើម៉េចលោកតាមិនមែនជាអ្នកបើកម៉ូតូទេដោយហេតុនេះហើយនាងម៉ាលីខឹងពេកក៏មូលចង្កេះប្តីហើយប្រាប់ថាកុំនិយាយលបអញ្ចឹងក្រោយទៅលេងផ្ទះម្ដាយក្មេកចប់ពូទូចហើយនិងនាងម៉ាលីក៏ត្រឡប់មកផ្ទះជូតក្នុងខណ្ឌដង្កោវិញដើម្បីធ្វើការបន្តនៅថ្ងៃបុណ្យជាតិត្រូវនៅថ្ងៃសៅរ៍ក្នុងខែមេសាឆ្នាំ2023ល្ងាចថ្ងៃសុក្រនោះពូទូចជិះម៉ូតូត្រឡប់មកផ្ទះវិញប្រហែលម៉ោង7យប់មកដល់កន្លែងអាសនៈលោកតាដំបងដែរពូទូចឃើញក្មេងប្រុសម្នាក់អាយុប្រហែល6ឆ្នាំអង្គុយលើអាសនៈចំណែកឯនាងម៉ាលីមើលមិនឃើញទេគាត់ថាពូទូចព្រើលភ្នែកហើយជាការពិតណាស់ពូទូចអះអាងថាគាត់ឃើញយ៉ាងច្បាស់ណាស់លុះមកដល់ផ្ទះពូទូចរៀបចំបាយទឹកដែលម្ដាយក្មេករៀបសម្លស្ងោរជ្រក់មុនឲ្យគាត់ហូបរីឯនាងម៉ាលីវិញគាត់ចាញ់កូនគាត់មិនឃ្លានឡើយស្រាប់តែសម្លេងទូរស័ព្ទបានរោអ្នកជិតខាងនៅចុងភូមិបានមកប្រាប់ថាជាដានីជាមិត្តភក្តិរបស់ពូទូចដែលធ្វើការជាមួយគ្នាទូរស័ព្ទមកថាដានីបានគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងអាសនៈលោកតាដំបងដែរសូមឲ្យពូទូចទៅជួយនៅពេលនោះពូទូចបានប្រាប់ប្រពន្ធថានឹងទៅជួយមិត្តភក្តិប៉ុន្តែនាងម៉ាលីហាមដាច់ខាតព្រោះម៉ោង8យប់ហើយណាមួយផ្លូវស្ងាត់ឆ្ងាយ10គីឡូម៉ែត្រទោះបីជាយ៉ាងណាក៏ដោយក៏ពូទូចទៅតតែបាត់ព្រោះជាទឹកចិត្តមិត្តភក្តិពូទូចចេញទៅប្រហែលជា25នាទីនាងម៉ាលីតាកទៅមិនបានសោះខំព្យាយាមទេហើយទេទៀតរហូតទៅ10មកទៅ20ដងតែទេមិនចូលដូច្នេះនាងម៉ាលីចាប់ផ្ដើមមានការភិតភ័យនិងស្វែងរកដានីពីមិត្តភក្តិផ្សេងកន្លះម៉ោងក្រោយមកទៅរកឃើញលេខពេលខលទៅដានីបានប្រាប់ថាគាត់អត់បានជួបគ្រោះថ្នាក់ចរាចរណ៍អ្វីទេហើយគាត់ថាបានមកដល់ផ្ទះ
តាំងពីពេលល្ងាចម៉ោង 8 មកម្លេះមិនតែប៉ុណ្ណោះដានីបានថែមទៀតថាក្នុងចំណោមអ្នកធ្វើការជាមួយគាត់នោះមានឈ្មោះដានីតែម្នាក់គាត់នោះទេនាងម៉ាលីសុំឪពុកជិះម៉ូតូដប់នាងទៅទាំងពោះធំតាមរោគប្តីនៅម៉ោង 9 យប់ផ្លូវស្ងាត់ជ្រងំប្រហែលជាម៉ោង 10 យប់មកដល់កន្លែងកើតហេតុត្រង់កន្លែងអាសនៈលោកតាដំបងដែកក៏ឃើញម៉ូតូខ្ទេចអស់និងសពពូទូចក្រាលអាវប្រឡាក់ឈាមក្បាលខ្ទេចបោកនឹងទ្រង់ផ្លូវហើយចាប់នឹងរថយន្តក្បែរនោះជាប់ទីបំផុតនាងម៉ាលីក៏សន្លប់បាត់ស្មារតីលុះដឹងខ្លួនមកវិញបានឃើញសពប្តីត្រូវបានគេយកមកផ្ទះវិញហើយពូទូចបានស្លាប់ភ្លាមនៅកន្លែងកើតហេតុក្រោយរៀបការបានត្រឹមតែ10ថ្ងៃតែប៉ុណ្ណោះពិធីបុណ្យសពធ្វើនៅផ្ទះនាងម៉ាលីព្រោះស្លាប់នៅក្បែរផ្ទះនាងម៉ាលីយំសន្លប់ជាច្រើនដងទោះបីជានាងចិត្តគ្រប់ខែក៏ដោយនៅថ្ងៃព្រឹកបុណ្យសពនោះមានគ្រូរូបស្នងម្នាក់ឈ្មោះថាពូឆនក៏បានមកចូលរួមពូឆនទាយថានេះដោយសារតែលោកតាដំបងដែកបានចង់វិញ្ញាណពូទូចទៅព្រោះតែពូទូចបាននិយាយខុសមាត់ខុសកមើងងាយលោកតាដូច្នេះហើយព្រាយទាញចង្កូតម៉ូតូឲ្យបុកនឹងត្រង់ផ្លូវហើយបោកខ្លួនចូលក្រោមឡានស្លាប់ភ្លាមពិធីហៅប្រលឹងនឹងការចូលរួមរបស់ពូទូចដែលឪពុកម្ដាយទាំងសងខាងរៀបចំពិធីនេះតាមការណែនាំរបស់គ្រូនានានៅពេលល្ងាចប្រហែលជាម៉ោង 6 យប់មានហេតុការណ៍ចម្លែកបានកើតឡើងភ្លើងទៀននៅមុខធាតុរបស់ពូទូចបានឆេះហើយក៏បានរលត់ទៅវិញដោយខ្លួនឯងទាំងដែលគ្មានខ្យល់ទៀតផងនាងម៉ាលីឲ្យប៉ុន្មានដងក៏រលត់ទៅវិញដែរនៅពេលនោះនាងក៏បាននិយាយប្រាប់ទៅកាន់ប្តីថាបងប្រសិនបើបងបានមកដល់ហើយសូមអញ្ជើញបងមកសាច់ផ្សាយម្ហូបបានបងបានស្លាប់កុំនៅអស់ឡៃនឹងអូនអីអូននឹងមើលកូនយើងឲ្យបានល្អនិយាយចប់តែប៉ុណ្ណោះភ្លើងទៀនក៏លែងរលត់ទៀតស្រាប់តែបងស្រីរបស់នាងម៉ាលីចាប់ផ្ដើមយំយ៉ាងខ្លាំងដោយគ្មានមូលហេតុគ្រប់គ្នាដឹងហើយថាវិញ្ញាណពូទូចបានចូលសន្ធិដ្ឋបងស្រីគាត់វិញ្ញាណពូទូចយំប្រាប់ថាពេលជិះម៉ូតូទៅស្រាប់តែមានស្រី2នាក់មានស្គាល់មុខឈរចំកណ្ដាលផ្លូវបក់ដៃឲ្យគាត់ឈប់គាត់ក៏បានឈប់ហើយស្រីទាំង2នាក់នោះក៏ឡើងជិះម៉ូតូតាមពីក្រោយគាត់ហើយសុំឲ្យគាត់ជូនទៅកន្លែងអាសនៈលោកតាដំបងដែកពេលជិះទៅស្រីទាំង2នាក់នោះតាមគាត់ជាប់ហើយបានប្រាប់ឲ្យគាត់មូលម៉ូតូឲ្យលឿនទៅគាត់បានស្រែកឲ្យគេលេងតែគេមិនលេងឡើយនៅទីបំផុតគាត់បានបាត់បង់ការគ្រប់គ្រងរបស់ខ្លួនហើយម៉ូតូបោកនឹងទ្រង់ផ្លូវបែកក្បាលស្លាប់ភ្លាមខ្ទាតជាប់នឹងឡាននៅក្បែរនោះតែម្ដងនាងម៉ាលីស្ដាប់ហើយកាន់តែយំហើយប្រាប់ប្តីថាបងស្លាប់បាត់ហើយសូមបងទៅកាន់សុគតិភពចុះពេលបងទៅកាន់កន្លែងសុខហើយសូមបងជួយមើលថែរក្សាកូនយើងផងវិញ្ញាណដែលចូលរូបបងស្រីរបស់នាងម៉ាលីនោះបានផ្ដាំថាកុំមកវិលវល់នៅកន្លែងនឹងទៀតអីកូនយើងសូមអូនមើលថែរក្សាឲ្យល្អទៅប៉ុន្តែនៅក្នុងហេតុការចូលរូបនោះពូទូចបានប្រាប់ប្រពន្ធរបស់គាត់ថាឥឡូវបងបានស្លាប់ហើយប្រសិនបើជាអូនឯងស្រឡាញ់បងមែននោះអូនឯងយល់ចិត្តបងនោះបងចង់រៀបការម្នាក់ទៀតបានអត់នាងម៉ាលីបានឆ្លើយថាបងឯងចង់រៀបការជាមួយពីណាគេឃើញថាបងឯងស្លាប់បាត់ទៅហើយតើបងចង់រៀបការជាមួយនឹងបរិវារលោកតាបងដាច់មែនទេពូទូចបានឆ្លើយថាបងមិនមែនក្បត់ចិត្តអូនទេគ្រាន់តែបងនៅទីនេះបងវាអបសោកពេកបងចង់បានអ្នករៀបការម្នាក់ទៀតកុំឲ្យបងនៅម្នាក់ឯងអីនាងម៉ាលីឆ្លើយទាំងយំថាបងឯងរៀបការចុះអូនអនុញ្ញាតឲ្យបងឯងរៀបការហើយនិយាយចប់វិញ្ញាណពូទូចក៏ចេញបាត់ទៅរឿងរ៉ាវនេះក៏បានល្បីពេញភូមិប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសាច់រឿងនេះមិនទាន់ចប់តែប៉ុណ្ណេះទេរឿងដែលពូទូចសំរៀបការជាមួយនឹងប្រពន្ធម្នាក់ទៀតនោះគឺបានល្បីល្បាញសោះសាយពេញភូមិតែម្ដងប្រពន្ធម្នាក់ទៀតនោះបើតាមសម្ដីពូឆនដែលជាគ្រូបារមីបញ្ចូលរូបក៏បាននិយាយថាគឺជាព្រាយដែលចាំតាមផ្លូវក្បែរអាសនៈលោកតាដំបងដែកនៅព្រឹកឡើងម៉ោងប្រហែលជា10ព្រឹកពូឆនដែលជាគ្រូស្នងបារមីដ៏ល្បីល្បាញនោះបានឈានជើងមកកាន់ផ្ទះនាងម៉ាលីដើម្បីសួរសុខទុក្ខក្នុងពិធីបុណ្យ7ថ្ងៃពូឆនសួរថាម៉ាលីហើយមានធ្វើពិធីហៅប្រលឹងពូទូចដែរឬទេម៉ាលីបានឆ្លើយថា
មីងខ្ញុំបានធ្វើពិធីហើយម្សិលមិញនឹងឯងពូទូចគាត់បានចូលវិញ្ញាណបងស្រីរបស់ខ្ញុំគាត់បានផ្ដាំថាគាត់ស្លាប់ដោយសារតែបរិវាររបស់លោកតាដំបងដែកហើយពូឈនក៏បានសួរថាឯងធ្វើពិធីហៅនឹងមែនទេខ្ញុំអត់តាន់បានឃើញវាមកអញ្ចឹងទេមិនក៏ឯងឃើញវានាងម្លិះបានឆ្លើយថាគាត់បានចូលមកម្សិលមិញហើយចង់រៀបការជាមួយនឹងប្រពន្ធថ្មីម្នាក់ទៀតឮដូច្នោះពូឈនក៏បើកភ្នែកធំហើយនិយាយថាឯងចេះតែជឿទៅមិនមែនអាតូចនោះទេបន្ទាប់មកពូឈនក៏បានដើរបរិវេណផ្ទះរបស់នាងម្លិះហើយត្រឡប់មកវិញក៏បានប្រាប់ថាបងអត់តាន់បានឃើញវិញ្ញាណអាតូចមកនោះទេបងឃើញតែស្រីម្នាក់ស្អាតមែនទែននៅក្នុងផ្ទះនឹងឯងម្ដាយរបស់នាងម្លិះបានបញ្ជាក់ថាលោកអាចារ្យបានហៅឈ្មោះពូទូចច្បាស់ណាស់យកទួងប្រលឹងទៅតាមផ្លូវទៀតផងប៉ុន្តែពូឈននៅតែបញ្ជាក់ថាគាត់មិនតាន់បានឃើញអាតូចមកនោះទេហើយអ្នកដែលនៅក្នុងផ្ទះនោះគឺជាអ្នកផ្សេងវិញ្ញាណចូលម្ដងទៀតស្រាប់តែភ្នែករបស់បងស្រីរបស់នាងម្លិះចាប់ដើមក្រហមហើយខំមាត់ជាប់ហើយសម្លាប់បាត់ទៅវិញ្ញាណនោះបានចូលម្ដងទៀតហើយនិយាយថាមិនដែរអ៊ំខ្ញុំមកដល់ហើយអ៊ំឯងមកនិយាយថាខ្ញុំមកអត់ឥឡូវខ្ញុំមកហើយពូឈនបានស្ដីថាក៏មកបន្លំអញអីអញមើលដឹងហើយឯងមិនមែនជាពូទូចទេឯងចេះមកបន្លំគេងប្រយ័ត្នអញវេឯងឲ្យខ្ទេចព្រលឹងទៅវិញ្ញាណនោះស្រែកឡើងថាអញយាបដីរបស់ម្លិះនឹងម៉េចអ៊ំឯងចង់ម៉េចអ៊ំឯងចង់ដឹងម្ល៉េះពូឈនបានឆ្លើយថានាងឯងជាព្រៃមកពីណានាងឯងមិនមែនអាតូចទេក៏មកបន្លំធ្វើជាអាតូចអីនាងឯងគឺជាព្រៃចាំតាមផ្លូវវិញ្ញាណនោះនៅតែអះអាងថាជាពូទូចដដែលហើយសុំឲ្យនាងម្លិះដុតអត្តាស៊ីវិលអត្តសញ្ញាណប័ណ្ណរបស់ខ្លួនចោលទៅពូទូចអាចរៀបការជាមួយនឹងខ្មោចស្រីម្នាក់នោះទៀតបានពូឈនបានហាមឃាត់ថាកុំដុតចោលអីកាលណាម្លិះដុតពូទូចវាលែងបានចាប់កណាត់ទៀតហើយព្រោះអ្នកដែលចូលក្នុងខ្លួននោះមិនមែនជាអាតូចទេគាត់បានបន្តថានាងឯងចង់បន្លំលែងជាមួយអ្នកណាមិនលែងមកលែងជាមួយនឹងយើងគឺជាគ្រូស្នងបារមីលោកតាអេសីគ្រាន់តែនិយាយបែបហ្នឹងវិញ្ញាណនោះក៏រលាយបាត់ទៅភ្លាមហើយបងស្រីនាងម្លិះក៏បានសន្លប់បាត់ទៅពូឈនប្រាប់នាងម្លិះនិងឪពុកម្ដាយថាត្រូវតែធ្វើពិធីហៅព្រលឹងម្ដងទៀតពីព្រោះព្រលឹងចូលពូទូចនោះត្រូវបានព្រាយស្រីចាប់ចងបាត់ទៅហើយព្រាយស្រីនោះដែលចូលមកបន្លំខ្លួនធ្វើជាពូទូចបើនាងហ៊ានដុតអត្តាសេវិលចោលនោះព្រាយនោះនឹងបានសិទ្ធិរៀបការនាងម្លិះនិងម្ដាយអង្វរពូឈនឲ្យជួយនៅទីបំផុតពូឈនក៏ទៅធ្វើពិធីនៅកន្លែងអាសនៈលោកតាដំបងដែកដែលជាកន្លែងពូទូចស្លាប់ពិធីនេះធ្វើឡើងនៅម៉ោងប្រហែលជា4ល្ងាចនៅក្នុងពិធីនោះពូឈនបានហៅព្រលឹងពូទូចស្រាប់តែម្ដាយរបស់នាងម្លិះត្រូវបានព្រាយចូលបន្លំម្ដងទៀតមិនក៏អូនឯងអត់ជឿបងគឺជាពូទូចប្តីរបស់អូនឯងពូឈនបានស្ដីថាអ្នកឯងមិនមែនទេអ្នកឯងគឺជាព្រាយស្រីដោះលែងក្មួយទូចមកឲ្យគាត់ទៅចាក់បណ្ដាត់ទៅអ្នកឯងគឺជាព្រាយចាំតាមផ្លូវហេតុអ្វីក៏ធ្វើបែបហ្នឹងអ្នកឯងកាន់តែធ្វើបែបហ្នឹងអ្នកឯងមានបាបខ្លាំងណាស់មិនបានចាប់កណ្ដាត់ឡើយព្រាយស្រីនោះបានសើចយ៉ាងខ្លាំងហើយបាននិយាយថាគាត់គឺជាព្រាយយាមតាមផ្លូវហ្នឹងមិនចង់ធ្វើមិនដាក់គាត់អត់ចង់ដោះលែងពូទូចនោះទេព្រោះគាត់ស្រឡាញ់ពូទូចខ្លាំងណាស់ពូឈនបានចរចាជាមួយនឹងព្រាយយ៉ាងយូរប៉ុន្តែព្រាយមិនព្រមដោះលែងទេពូឈនក៏បានប្រាប់ថាប្រសិនបើអ្នកឯងអត់ព្រមខ្ញុំទៅសុំម្ចាស់របស់អ្នកឯងហើយឲ្យមកចាត់ការអ្នកឯងខ្ញុំដឹងថាម្ចាស់របស់អ្នកឯងគឺជាលោកតាដំបងដែកខ្ញុំនឹងទៅអញ្ជើញលោកតាឲ្យចុះមកចរចាជាមួយនឹងឯងព្រមឬមិនព្រមពូឈនបាននិយាយឲ្យនាងម្លិះទៅដុតធូប3សរសៃនៅកន្លែងអាសនៈលោកតាដំបងដែកបន្ទាប់មកពូឈនសំពះ3ដងហើយសិទ្ធធរួចនិយាយថាខ្ញុំជាពូឈនសូមលោកតាជួយមើលកូនចៅផងបរិវាររបស់លោកតានេះឥឡូវកូនចៅដែលជាបរិវារលោកតាបានចាប់ព្រលឹងក្មួយរបស់ខ្ញុំឈ្មោះថាពូទូចសូមលោកតាជួយមើលនិងដោះលែងផងពូឈនបានចរចាជាមួយនឹងលោកតាដោយអ្នករាល់គ្នាបានឃើញត្រឹមតែពូឈននិយាយតែម្នាក់ឯងតែប៉ុណ្ណោះគ្រាន់តែនិយាយចប់វិញ្ញាណព្រាយដែលចូលក្នុងម្ដាយរបស់ម្លិះនោះ
ក៏ស្រែកយំយ៉ាងខ្លាំងហើយទះដៃទះជើងហើយនិយាយថាគាត់អត់ចង់ទេគាត់ចង់បានបងទូចគាត់ចង់បានបងទូចព្រៃនោះយំរហូតតតែវិញ្ញាណចេញពីខ្លួនបានទៅបន្ទាប់មកពូឆនក៏ធ្វើពិធីហៅប្រលឹងពូទូចដើម្បីឲ្យចូលវិលត្រឡប់ទៅកាន់សុគតិភពវិញប្រិយមិត្តទាំងអស់គ្នាដឹងហើយថាសាច់រឿងព្រៃតាមផ្លូវនេះមិនមែនត្រឹមតែស្ដាប់កំសាន្តអារម្មណ៍តែប៉ុណ្ណោះទេគឺមានគតិអប់រំទី1កុំឆាប់ជឿពេកដោយរឿងនាងម៉ាលីអញ្ចឹងដំបូងជឿគាត់ 100% ថាវិញ្ញាណដែលចូលមកនោះគឺជាប្តីរបស់គាត់ក៏ប៉ុន្តែការពិតគឺជាព្រៃចាំតាមផ្លូវដែលបណ្ដំខ្លួនរឿងទី2ការសាន់ព្រេនដាក់បាយទឹកនៅពេលដែលយើងសាន់ព្រេនដាក់បាយទឹកថ្វាយដល់អ្នកស្លាប់ហើយនោះវាមិនបានដល់អ្នកដែលស្លាប់នោះទេតែផ្ទុយទៅវិញវាទៅដល់ពួកព្រៃឬបិសាចដែលបន្លំខ្លួនធ្វើជាអ្នកស្លាប់ដើម្បីបានបរិភោគរឿងទី3អ្នកស្លាប់ពិតប្រាកដគឺស្លាប់បាត់ទៅហើយគេលែងបានដឹងលែងបានវិលត្រឡប់មកវិលវល់ជាមួយនឹងយើងទៀតឡើយមានតែពួកព្រៃបិសាចនោះទេដែលបន្លំខ្លួនប្រិយមិត្តទាំងអស់គ្នាសាច់រឿងនេះសូមទុកជាការកំសាន្តអារម្មណ៍ជឿឬមិនជឿស្ថិតទៅលើការសម្រេចចិត្តរបស់ប្រិយមិត្តទាំងអស់គ្នាចុះសាច់រឿងនេះបានមកពីការចែករំលែករបស់បងប្រុសម្នាក់ហើយ admin ជាអ្នករៀបចំបន្តសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលមិនទាន់បានចុច Subscribe សូមចុច Subscribe Channel របស់ admin ម្នាក់មួយហើយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានសាច់រឿងថ្មីៗជាច្រើនមុនគេដំណាក់ខ្មោចសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយទៀត